រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកសូដូចមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញ្ញាស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអនុអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាដូចតទៅសូដូចនឹងពាក្យវត្តមាន11វត្តទី1ថ្នាក់ពាក្យជានាមមានន័យថាការប្រព្រឹត្តសេចក្តីប្រតិបត្តិឧទាហរណ៍វត្តប្រតិបត្តិឪពុកម្ដាយទី2មានវត្តប្រតិបត្តិល្អចំពោះគ្រូអាចារ្យវត្តទី2ថ្នាក់ពាក្យជានាមមានន័យថាទីដែលមានវត្ថុប្រតិបត្តិអាវាសឬអារាមជាទីស្នាក់អាស្រ័យរបស់ពួកសាមណៈឧទាហរណ៍ព្រះសង្ឃគង់នៅក្នុងវត្តនិស្សិតមកពីខេត្តភាគច្រើនស្នាក់នៅតាមវត្តវត្តទី3ថ្នាក់ពាក្យជានាមមានន័យថាវិលទៅវិលមកដំណើរវិលកើតវិលស្លាប់វងមូលឧទាហរណ៍នៅក្នុងវាលវត្តសង្សារដ៏ធំធេងនៅលើវាលវត្តឥតទីបញ្ចប់វត្តទី4សរសេរវរដជាងដថ្នាក់ពាក្យជាគុណនាមមានន័យថាដែលវិលមូលដែលជាវងមូលឧទាហរណ៍វត្តទុកវត្តនៃជីវិតវត្តទី5វរស្រអាតបន្តថ្នាក់ពាក្យជាគុណនាមដែលរលាស់ឡើងបានឧទាហរណ៍សន្ទូចវត្តអន្ទាក់វត្តវត្តទី6សរសេរវរស្រអាតបន្តថ្នាក់ពាក្យជាកិរិយាមានន័យថារលាស់ចុងឡើងរលាស់កន្ទុយរលាស់ជើងរលាស់ដៃសុខាវត្តសន្ទូចបានត្រីធំមួយបង្គោលក្រហមវត្តបង្គោលខៀវមួយជើងវត្តទី7សរសេរវរសង្យោគសញ្ញានិងធោថ្នាក់ពាក្យជាកិរិយាមានន័យថាដួសឆ្កឹះខ្លាំងដោយចុងស្នែងឧទាហរណ៍ក្របីដេញវត្តគោក្របីវត្តនឹងស្នែងវត្តទី8សរសេរវរតជើងសរោទុនដឃាតថ្នាក់ពាក្យជានាមមានន័យថាឆ្នាំមួយទសវត្សរ៍កន្លងផុតទៅយ៉ាងលឿនពូសុកទើបបើកប្រាក់ខែប្រាក់បៀវត្សថ្មីប្រាក់បៀវត្សប្រាក់បំណាច់ឆ្នាំវត្តទី9សរសេរវរតជើងសថ្នាក់ពាក្យជានាមមានន័យថាកូនគោវត្តនេះវត្តមិនចេះស៊ីស្មៅកូនគោមិនចេះស៊ីស្មៅវត្តមានសម្បុរសកូនគោមានសម្បុរសវត្តទី10សរសេរវរស្រអាតបន្តថ្នាក់ពាក្យជាកិរិយាជាគ្រាមភាសាមានន័យច្រើនយ៉ាងមានន័យថាហូបមានន័យថាលួចមានន័យថាយកបេះចាប់ស្រឡាញ់ឬចាប់ឬកាន់ឧទាហរណ៍ម៉ែធ្វើម្ហូបឆ្ងាញ់ពូសុកវត្តបាយអស់មួយឆ្នាំងសុកវត្តបាយអស់មួយឆ្នាំងមានន័យថាសុកហូបបាយអស់មួយឆ្នាំងទី2ក្រុងរាពណ៍វត្តប្រពន្ធព្រះរាមវត្តមានន័យថាលួចឬក៏ស្រឡាញ់ឬក៏ចាប់ឧទាហរណ៍ទី3ទុរេនមួយចំការចៅវត្តគ្មានសល់វត្តមានន័យថាលួចឬក៏បេះមន់ទាមួយទ្រុងអ្នកចិត្តខាងវត្តអស់វត្តមានន័យថាលួចឬក៏ចាប់
ដងក្អូបដប់ធ្លាយក្មេងវត្តអស់រលីងវត្តមានន័យថាបេះលួចត្រីបង្កងមួយស្រះចោលវត្តគ្មានសល់វត្តមានន័យថាលួចឬចាប់វត្តទី11សរសេរវัวស្រអាតបន្តថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍ពូវត្តទៅសៀមរាបបងវត្តអាយុ25ឆ្នាំសង្ខេបឲ្យខ្លីវត្តមាន10យ៉ាងវត្តទី1វัวតជាងតថ្នាក់ពាក្យជានាមមានន័យថាការប្រព្រឹត្តសេចក្តីប្រតិបត្តិវត្តទី2ថ្នាក់ពាក្យជានាមទីអាស្រ័យរបស់ពួកសាមណៈវត្តទី3សរសេរវัวដជាងដថ្នាក់ពាក្យជានាមមានន័យថាការវិលទៅវិលមកដំណើរវិលកើតវិលស្លាប់វងមូលវត្តទី4សរសេរវัวដជាងដថ្នាក់ពាក្យជាគុណនាមមានន័យថាដែលវិលមូលដែលជារង្វង់មូលវត្តសរសេរវัวស្អាតបន្តថ្នាក់ពាក្យជាគុណនាមដែលរលាស់ឡើងបានវត្តថ្នាក់ពាក្យជាកិរិយាមានន័យថារលាស់ចុងបានរលាស់កន្ទុយរលាស់ជើងរលាស់ដៃវត្តទី7វัวសញ្យោគសញ្ញានឹងធោថ្នាក់ពាក្យជានាមមានន័យថាដួសឆ្កឹះខ្លាំងដោយចុងស្នែងវត្តទី8សរសេរវัวតជើងសរោទុនដឃាតថ្នាក់ពាក្យជានាមមានន័យថាឆ្នាំមានប្រាក់បៀវ័នទសវត្សសហសវត្សទសវត្ស10ឆ្នាំសហសវត្ស1000ឆ្នាំសតវត្ស100ឆ្នាំវត្តសរសេរវัวសជើងតជើងសថ្នាក់ពាក្យជានាមមានន័យថាកូនគោវត្តសរសេរវัวស្រអាតបន្តមានន័យច្រើនយ៉ាងទៅតាមការនិយមនៃតំបន់នីមួយៗមានន័យថាហូបលួចយកបេះចាប់ស្រឡាញ់វត្តចុងក្រោយទី11សរសេរវัวស្អាតបន្តថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសិកានិងឧបាសកបានសេចក្តីសុខចម្រើននិងសម្រេចអ្វីៗដូចចិត្តពងប្រាថ្នារាត្រីសួស្តីសូមជម្រាបលាអក្សរសាស្ត្រជាតិដួងព្រលឹងជាតិ